នេះគឺជាគោលដៅថ្មីដែលយើងមកបំពាក់ដៃជាគោលដៅបទស្វ័យប្រវត្តិ Auto Steering របស់ក្រុមហ៊ុន CHC Navigation ណាបងប្អូនអញ្ចឹងកាលពីវីដេអូមុនខ្ញុំធ្លាប់បានធ្វើការបំពាក់ជាមួយនឹងដៃជាគោលដៅបទស្វ័យប្រវត្តិឲ្យអតិថិជនជាលើកដំបូងហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើនមែនទែនពីពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះដែលបានមកជាមួយនឹងក្រុមការងារបច្ចេកទេសក៏បានបំពាក់ជាមួយនឹង tractor 2គ្រឿងមិនមែនមួយគ្រឿងទេគឺ2គ្រឿងអញ្ចឹងយើងទៅមើលថាតើការបំពាក់ក៏ដូចជាដំណើរការនៃការបំពាក់ហ្នឹងវាទៅជាយ៉ាងណាដំណាក់កាលដំបូងបង្អស់នៃការបំពាក់ជាមួយនឹងដៃចង្កូតបើកបោស្វ័យប្រវត្តិគឺត្រូវដំឡើងជាមុនសិនណាអញ្ចឹងយើងទៅមើលអំពីដំណើរការរបស់ជាបច្ចេកទេសគាត់ដំឡើងអញ្ចឹងដំបូងគឺជាទូទៅគឺយើងត្រូវដោះដៃចង្កូតចាស់ចេញហើយបន្ទាប់មកពេលដោះហើយទើបយើងបំពាក់ជាមួយនឹងដៃចង្កូតបើកបោស្វ័យប្រវត្តិប៉ុន្តែនៅអំឡុងពេលបំពាក់ហ្នឹងគឺជាបច្ចេកទេសគាត់មានដំណាក់កាលរបស់គាត់មុននឹងបំពាក់អញ្ចឹងនៅពេលដែលបំពាក់ហើយគឺមានដំណាក់កាលបន្តទប់ទៀតដូចជា calibrate និងតេស្តសាកល្បងនៅលើដីផ្សេងហើយបងប្អូនអញ្ចឹងមិញបន្ទាប់ពីយើងដំឡើងទៅលើដំណាក់កាលដំបូងបន្តមកទៀតគឺក្រុមបងជាបច្ចេកទេសគាត់បំពាក់ជាមួយនឹង receiver នៅខាងលើដំបូលហើយមូលហេតុអីបានគេត្រូវបំពាក់ receiver ហ្នឹងគឺវាសំខាន់ receiver ដូចជាផ្នែកមួយនៃដៃចង្កូតណាបើមិនជាអត់មាន receiver ទេដៃចង្កូតអត់ដឹងថាជិះទៅណាទៅណីទេវិញទៅហើយអញ្ចឹង receiver នេះគឺវាទទួលទិន្នន័យពី satellite ដែលគេហៅជាភាសាខ្មែរថាប្រព័ន្ធផ្កាយដណ្ដប់នៅខាងលើវាជំនួសឲ្យការប្រើប្រាស់អ៊ីនធឺណិតអញ្ចឹងវាអត់ប្រើអ៊ីនធឺណិតទេប៉ុន្តែវាប្រើ receiver ដើម្បីទទួលប្រព័ន្ធផ្កាយដណ្ដប់មកចូលហើយនៅពេលដែលវាទទួលបានថាវាមានទីតាំងនៅកន្លែងណាមានកំណត់ទីតាំងច្បាស់លាស់ជាក់លាក់វាបញ្ជូនពី receiver ហ្នឹងបន្តទៅកាន់ដៃចង្កូតហើយដៃចង្កូតនឹងធ្វើការជាក់ស្ដែងជាមួយនឹងអេក្រង់ tablet ចឹងនៅពេលដែលវាធ្វើការជាមួយនឹងអេក្រង់ tablet យើងអាចបញ្ជាបាននៅលើ tablet ហ្នឹងយើងបញ្ជាដែលមានមុខងារនៅក្នុងប្រព័ន្ធបើកបរជឹកដៃចង្កូតនោះវាមានអីគេខ្លះចឹងបងប្អូនអាចបញ្ជាបាន tablet ហ្នឹងក៏ទៅបញ្ជាបន្តទៅកាន់ដៃចង្កូតផងដែរអញ្ចឹងឥឡូវយើងកំពុងតែបំពាក់ហើយបំពាក់បានជោគជ័យមួយហើយយើងនៅមួយគ្រឿងទៀតចំពោះកំឡុងពេលដែលដំឡើងជាមួយនឹងដៃចង្កូតស្វ័យប្រវត្តិហ្នឹងនៅលើដៃចង្កូតរបស់ tractor អញ្ចឹងបន្ទាប់ពីគេដកដៃចង្កូតចាស់ចោលវានៅសល់ប៉ុណ្ណេះនៅសល់ប៉ុណ្ណឹងយើងត្រូវបំពាក់ដៃចង្កូតថ្មីចូលប៉ុន្តែដើម្បីបំពាក់បានគឺយើងត្រូវតែប្រើអា slew នេះហ្នឹងគេហៅ slew ខ្ញុំអត់ផ្ទាល់ទេបើបកជាភាសាបច្ចេកទេសប៉ុន្តែវាគឺជាបណ្ដូលមួយដើម្បីឲ្យយើងផ្គុំដៃចង្កូតនេះជាប់ជាមួយនឹងអានេះនៅពេលដែលជាប់ហើយជិះប្រឡែងដៃហើយឡើងខ្វល់ហើយអញ្ចឹងនៅពេលដែលយើងបំពាក់រួចរាល់គឺជោគជ័យមកដំណាក់កាលជាមួយនឹងការបំពាក់ដៃចង្កូតហើយបន្តមកបានទៅដំណាក់កាលបន្តគឺ tablet ជាមួយនឹង receiver ម្ដងចឹងថ្ងៃនេះយើងបានបញ្ចប់ភារកិច្ចដំឡើងជាមួយនឹងដៃចង្កូតបើកបរស្វ័យប្រវត្តិទាំងជប់ហ្មងហើយមូលហេតុដែលយើងនៅដល់ជប់ចឹងដោយសារតែដំឡើងរហូតដល់តែ2គ្រឿងបងប្អូនយើងវាយដាច់2គ្រឿងគឺដូចជាខ្ទង់ម៉ោង6 7ដែរអញ្ចឹងយើងត្រូវបញ្ចប់ឲ្យអតិថិជនទាំងយប់ដើម្បីកុំឲ្យប៉ះពាល់ដល់ថ្ងៃស្អែកដោយសារតែថ្ងៃស្អែកយើងអាចបន្តដើម្បីបង្រៀនគាត់បន្ថែមដើម្បីឲ្យគាត់អាចប្រើប្រាស់ជាមួយនឹងដៃចង្កូតនឹងបានណា